នេះជាបតោងខ្សែកម៉ូតដំណក់ទឹកដាំត្បូងយកមកខែរតនគិរីឡោមដោយពេជ្រទឹកឌីហើយចាប់ដោយមាសសដែលអតិជនកំងតាមការពេញចិត្តរបស់គាត់ហើយនៅកន្លែងខ្ញុំមានជាងសម្រាប់ design ម៉ូតគ្រឿងអលង្ការគ្រប់ម៉ូតគ្រប់ម៉ាកតាមបែបបុរាណនិងសម័យម៉ូតជារូបភាពក៏បានរូបសត្វក៏បានរូបឈ្មោះខ្លួនឯងក៏បានហើយអាចច្នៃតាមបែបម៉ូតអឺរ៉ុបក៏បានឬក៏សរសេរឈ្មោះដាក់លើគ្រឿងអលង្ការហ្នឹងក៏បានដែរហើយនៅកន្លែងខ្ញុំក៏មានជាងដាំគ្រឿងអលង្ការពេជ្រនិងត្បូងដែរហើយសូមបញ្ជាក់ដែរជាង design ម៉ូតគ្រឿងអលង្ការផ្សេងជាងដាំពេជ្រនិងត្បូងផ្សេងព្រោះជាងពីរនឹងអត់ដូចគ្នាទេវាជំនាញផ្សេងគ្នាហើយចំពោះជាងដាំគ្រឿងអលង្ការត្បូងនិងពេជ្រគាត់មានទឹកដៃស្អាតមានបទពិសោធន៍ច្រើនឆ្នាំហើយគាត់ដាំទៅមើលទៅអត់មានខ្ពស់មានទាបទេដាំទៅមើលឃើញស្អាតជាងខ្លះគាត់អត់សូវចេះដាំទៅឃើញមានខ្ពស់មានទាបហើយដាំទៅអត់មានពលឺស្អាតទេដាំទៅពេលណាត្បូងគ្រឿងអលង្ការពេជ្រអីហ្នឹងត្រូវពលឺអីអត់ឃើញដេញភ្លើងទេតែជាងនេះគាត់ចេះដាំគាត់ចេះសេរីគ្រាប់ពេជ្រមិនឲ្យពេលយើងពាក់ទៅដេញភ្លើងឃើញស្អាតព្រោះគាត់នឹងស្ទាត់ជំនាញខាងដាំត្បូងនិងពេជ្រហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់បានទិញត្បូងធម្មជាតិនិងពេជ្រធម្មជាតិរបស់ខ្មែរយើងអាចតាក់ទងមកលេខខ្ញុំបានតាមរយៈលេខ098 688 001ហើយបើសិនបងប្អូនស្ដាប់អត់តាន់ទេបងប្អូនមើលលេខទូរស័ព្ទដែលអាចខ្ញុំសរសេរនៅខាងលើវីដេអូហ្នឹងហើយចំពោះលេខហ្នឹងដែរអាចតាក់ទងតាម Telegram បានចំពោះបងប្អូនណាដែលខលឆ្លង1000អាចតាក់ទងតាម Telegram ព្រោះសម័យឥឡូវចំពោះបញ្ហាខលឆ្លង1000ឬក៏ខលតាមអ៊ីនធឺណិតអីគេប្រើតាម Telegram វាកាត់បន្ថយការចំណាយលុយហើយងាយស្រួលតាក់ទងគ្នាលឿនហើយចំពោះបងប្អូនដែលនៅក្រៅប្រទេសអីក៏អាចប្រើ Telegram នឹងបានដែរងាយស្រួលតាក់ទងគ្នាហើយចំពោះបងប្អូនណាដែលទិញត្បូងនិងពេជ្រពីខ្ញុំនឹងធ្វើគ្រឿងអលង្ការនៅកន្លែងខ្ញុំឲ្យបងប្អូនឆែកមើលមួយស្រីឆែកនៅកន្លែងណាក៏បានដែរបើសិនឃើញមានបញ្ហាបងប្អូនអាចដូរយកលុយវិញបានហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ដែលបានទិញនិងធ្វើគ្រឿងអលង្ការនៅកន្លែងខ្ញុំទាំងអតិថិជនចាស់និងអតិថិជនថ្មីទាំងអតិថិជននៅក្នុងស្រុកនិងអតិថិជននៅក្រៅស្រុកពេលទិញគ្រឿងអលង្ការនិងធ្វើគ្រឿងអលង្ការរបស់ខ្ញុំរួចរាល់ហើយជូនពរឲ្យបងប្អូននឹងជួបតែសំណាងល្អសុខភាពល្អរកស៊ីទៅធូរតិចតិចពេលប្រើទៅជូនពរឲ្យហេងទាំងអស់គ្នាហើយសូមអភ័យទោសបើសិនមានបញ្ហាណាដែលខ្ញុំនិយាយទៅលួសឆ្គមជើងអីសូមអភ័យទោសពីចម្ងាយអរគុណច្រើនបាយបាយ